សត្វទីគេបងប្អូននេះចេះសម្រាប់បងប្អូនបាទជំរាបសួរបងប្អូនបាទថ្ងៃនេះមកអំបក់កែបដល់បងប្អូនយកកែបស្ងោរជ្រក់ម្ដងមើលបាទអំបក់មិនតាពាំងមួយបងប្អូនអើយកែបខែប្រាំងនេះនិយាយវាឆ្ងាញ់ផ្អែមស្ងោរជ្រក់ស្ងោរងំងៅអីណាបងប្អូនបាទមានវិធីសាស្ត្រនឹងតិចបងប្អូនចាំទស្សនាចាំមើលខ្ញុំបកបានអត់បងប្អូនបាទប្លង់នេះកែបខំមួយបងប្អូនបាទរៀងធំដែរបងប្អូនបាទហើយតិចប្រើវិធីសាស្ត្រទីមួយបងប្អូនប្រើស្នាប់អាចតងដលោឬក៏តងតគួនរៀងទុនបងប្អូនណាស្មៅមិនដល់រៀងទុនវត្តឆាប់ចូលបងប្អូនណាហើយនឹងនុយតូចហើយនឹងផ្លែរៀងតូចបាទហើយយើងវត្តញុះតែចុងដងតិចមកគឺជាប់ហើយបើអត់វត្តមិនជាប់ទេវាអត់សើបអើទេបងប្អូនអាចមានឱកាសអំបក់លើកទី2ឲ្យបានវាជា technique បាទសំខាន់គឺស្នាប់ទូចហើយនឹងនុយទូចហើយនឹងផ្លែតូចបងប្អូនណាបាទនឹងយកកែបមានប្រសិទ្ធភាពខ្ពស់បាទបងប្អូនមើលនេះខ្ញុំកំពុងតែអំបក់កែបមួយបងប្អូនវារៀបខាំហើយបងប្អូនបាទស៊ូមមើលសិនយ៉ាយ៉ាអត់ចូលកង់ចូលសត្វទីគេបងប្អូននេះចេះសម្រាប់បងប្អូនបាទកែបអូរើបងប្អូនរើបាទទៅមិនរួចទេកែបខែប្រាំងបងប្អូនបាទទៅពាំងវិញមិនងាយរបូតទេបងប្អូនបាទជាប់តាទៀតជាប់កលិនបាទជាប់ក្នុងវិញឆ្លុកកែបមួយបាទណែកែបមួយនេះវិញបាទវត្ត2ដងបងប្អូនវត្តម្ដងវត្តអត់ចូលទេបងប្អូនបាទវាលាប់ទឹកចាំ1ម៉ោងក្រោយមកបានវាហើបវិញបងប្អូនបាទអញ្ចឹងបកម្ដងទៀតដូរស្នាប់ទុនបាទគឺវត្តចូលតែម្ដងបាទពីមុនដាក់ស្នាប់រឹងវត្តអត់ចូលទេបងប្អូនបាទល្ងាចហើយបងប្អូនអើយដល់ម៉ោងផ្ទះហើយបាទថ្ងៃនេះបានកែប2ត្រី2បងប្អូនបាទ